ចាសួស្តីបងប្អូននាំអារម្មណ៍បងប្អូនមកមើលចការផ្លែឈើនៅសហរដ្ឋអាមេរិកនេះគ្រាន់តែមើលតាមរូបភាពក៏មានអារម្មណ៍ថាចង់ទៅរស់នៅចង់ទៅបេះហ្មងនិយាយទៅ strawberry ល្អមែនតើ cherry តំណងផ្លែប៉ោមបងប្អូនណាប៉ោមក្រហមអានេះផ្លែប៉ោមពណ៌ខៀវចំការផ្លែឈើផ្លែប៉ោមផ្លែច្រើនមែនតើបងប្អូនហើយផ្លែនេះខ្ញុំអត់ស្គាល់ទេខ្ញុំអត់ស្គាល់តែជាផ្លែអីទេនេះមើលទៅស្អាតហ្មងមើលទៅដូចផ្លែជ័រអញ្ចឹងតែគាត់ពុះទៅអានេះផ្លែទំពាំងបាយជូរចាអូហើយមើលខាងនេះវិញប៉ោមជ្រូកនៅស្រុកខ្មែរយើងរកអីញ៉ាំបាននៅស្រុកគេជ្រូកមើលទៅបែបធម្មជាតិតែម្ដងចាផ្លែឈើធម្មជាតិចំការផ្លែឈើគ្រប់មុខអូយផ្លែល្អមែនតើបងប្អូនហើយមើលមានអារម្មណ៍ថានិយាយចេញហ្មងនិយាយទៅស្រស់ញញឹមបែបធម្មជាតិ natural ហ្មង strawberry មានដែរបងប្អូនមានតែប៉ោម strawberry cherry ទំពាំងបាយជូរទំពាំងបាយជូរក៏ល្អដែរបងប្អូនហើយតំណងហ្មងនិយាយទៅផ្លែនេះខ្ញុំអត់ស្គាល់ទេបងប្អូនដឹងផ្លែអីនេះ strawberry ច្បាស់តែម្ដង strawberry ស្រស់ញញឹមផ្លែប៉ោមល្អមែនតែនប៉ោមបែបមើលទៅឡើងធម្មជាតិទំពាំងបាយជូរល្អណាស់ពីរួមចែកជូនបងប្អូនមើលជាការកំសាន្តភ្នែកតិចភ្នែកមើលឲ្យចង់ទៅដល់ចំការផ្លែឈើហ្នឹងចំការផ្លែឈើធម្មជាតិ
មើលឲ្យគួរចង់ទៅដល់ផ្លែប៉ោមល្អមែនតែនទំពាំងបាយជូរក៏ល្អដែរបងប្អូនណាទំពាំងបាយជូរអូយនេះមើលផ្លែ cherry នេះហែកមកឡើងចេញទឹកឡើង yummy ចាក្រហមស្រស់ញញឹមមើលគាត់បេះផ្លែប៉ោមនេះល្អនេះឃើញចំការ strawberry cherry ល្អអីល្អយ៉ាងនេះ strawberry ទំពាំងបាយជូរផ្លែល្អមែនតែនចាបងប្អូនផ្លែក្រូចនិយាយរួមទឹកច្រើនមែនតែនបងប្អូនអើយមើលច្បាច់មកនេះតាមមួយផ្លែចង់កាឡាលីតែតាមមើលក្រូចល្អវីតាមីន C ផ្លែស្វាយបងប្អូនស្វាយចាប៉មភាគច្រើនសម្បូរប៉មណាស់ផ្លែប៉មផ្លែក្រូចសម្រស់ក៏ស្អាតរសជាតិក៏ឆ្ងាញ់វីតាមីន C ក៏ច្រើនតំណងហ្មងនិយាយទៅនេះចំការក្រូចបងប្អូនអានេះដូចជាក្រូចដែលយើងធ្វើតែក្រូចឆ្មានេះក្រូចច្រើនតែនអូចំការក្រូចខ្យល់លហិផ្លែច្រើនស្រស់ញញឹមលហុងទុំបងប្អូនតំណងដើមទូចតែមួយតែផ្លែច្រើននោះចាចែករំលែកវីដេអូចែកជូនបងប្អូនមើលជាការកំសាន្តមើលផ្លែឈើស្រស់ល្អចំការផ្លែឈើក្រូចតំពាំងបាយជូរប៉ោម cherry strawberry មានគ្រប់មុខផ្លែឈើគ្រប់មុខមើលហើយចង់ទៅដល់ចំការភ្លាមតែម្ដងតំណងមែនតែនតែម្ដងបងប្អូនអើយតំណងណាស់ស្រស់ញញឹមគ្រប់មុខតែម្ដងមើលទៅឡើង natural តែម្ដងមានផ្លែប៉ោមមានផ្លែក្រូចមានទំពាំងបាយជូរមាន strawberry មានផ្លែស្វាយនេះបញ្ហាថាផ្លែស្វាយបងប្អូនណាយមើលអ្នកពណ៌ស្វាយផ្លែស្វាយត្រូវពណ៌ស្វាយចឹងបញ្ហាថាផ្លែស្វាយបងប្អូនចាមើលទៅឡើងខ្ជូតហ្មងពណ៌
ចំការស្វាយផ្លែក្រូចជួយមើលគាត់បកទៅតំណងទំនងជាផ្អែមមែនតែនទឹកច្រើនមែនតែនវីតាមីន C ក្រូចចាផ្លែគូលែនបងប្អូនផ្លែគូលែនល្អណាស់គូលែនបើបានទៅបេះញ៉ាំដល់ក្រោមដើមវិញមិនដឹងថារសជាតិប៉ុណ្ណាទេធម្មជាតិសុទ្ធបែបនេះផ្លែបឺនេះក៏ល្អដែរបងប្អូនចាំមើលគាត់ពុះទៅឡើងល្មួតតែម្ដងវ៉ាវចានេះផ្លែគូលែនល្អគាត់បកមកឡើងល្អមែនតែនហ្មងចានេះខ្សែផ្លែស្វាយមិញស្វាយពណ៌ស្វាយនេះស្វាយពណ៌លឿងវ៉ាវសាច់លឿងតែម្ដងចំការក្រូចសាច់ល្អទាំងអស់ភាគច្រើនសម្បូរប៉មបងប្អូនសម្បូរចំការផ្លែប៉មនេះផ្លែស្អីគេចេះផ្លែប៉េះអញ្ចឹងណាបងប្អូនអូប្រហែលផ្លែប៉េះនេះផ្លែប៉េះចា strawberry ចាផ្លែនេះដូចជាផាសិនឬក៏យ៉ាងម៉េចនេះដូចជាមិនសូវច្បាស់ផ្លែក្រូចល្អចំការក្រូចធម្មជាតិពិតតែម្ដងវ៉ាវ